ជាទូទៅនៅពេលណាដែលគេនិយាយដល់បដិវត្តនៅចិនគេច្រើនទៅនាំគ្នាគិតទៅដល់បដិវត្តកុម្មុយនីសដឹកនាំដោយម៉ៅសេតុងនៅឆ្នាំ1949និងនៅចន្លោះពីឆ្នាំ1966ដល់ឆ្នាំ1976តែតាមការពិតនៅចិនក៏ដូចជានៅរុស្ស៊ីដែរបដិវត្តកុម្មុយនីសគ្រាន់តែជាជំហានបន្ទាប់ដែលកើតឡើងក្រោយពីមានបដិវត្តដើមមួយទៀតគឺបដិវត្តផ្ដួលរំលំរបបរាជានិយមនៅរុស្ស៊ីបដិវត្តផ្ដួលរំលំរបបរាជានិយមនិងបដិវត្តកុម្មុយនីសមានគម្លាតគ្នាតែប្រមាណជា8ខែប៉ុណ្ណោះគឺបដិវត្តផ្ដួលរំលំរបបរាជានិយមនៅខែកុម្ភៈនិងបដិវត្តកុម្មុយនីសនៅខែតុលាឆ្នាំ1917ចំណែកនៅចិនវិញបដិវត្តទាំងពីរនេះមានគម្លាតគ្នារហូតដល់ទៅប្រមាណជា38ឆ្នាំពលគឺបដិវត្តផ្ដួលរំលំរបបរាជានិយមចិនបានកើតមានឡើងតាំងពីឆ្នាំ1911បដិវត្តឆ្នាំ1911គឺជាលទ្ធផលនៃការធ្លាក់ចុះដុនដាបនៃរាជវង្សឈិងរបស់ពួកម៉ាន់ជូដែលបានគ្រប់គ្រងប្រទេសចិនចាប់តាំងពីឆ្នាំ1944ក្រោយពីបានផ្ដួលរំលំរាជវង្សមីងរបស់ជនជាតិហាននៅក្នុងអំឡុងសតវត្សទី19នៅពេលដែលបណ្ដាប្រទេសលោកខាងលិចស្គាល់នូវភាពរីកចម្រើនតាមរយៈបដិវត្តឧស្សាហកម្មចិនវិញត្រូវធ្លាក់ដុនដាបដោយរាជវង្សឈិងត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើននៅក្នុងស្រុករាជវង្សឈិងត្រូវប្រឈមមុខនឹងចលនាទាមទារឲ្យធ្វើកំណែទម្រង់របៀបដឹកនាំរដ្ឋចំណែកពីខាងក្រៅប្រទេសវិញចិនត្រូវប្រឈមមុខនឹងការឈ្លានពានលុកលុយពីបរទេសជាពិសេសពីប្រទេសលោកខាងលិចនៅឆ្នាំ1840សង្គ្រាមធំមួយបានផ្ទុះឡើងរវាងចិននិងអង់គ្លេសដែលគេឲ្យឈ្មោះថាសង្គ្រាមអាភៀននេះបានកើតមានឡើងក្រោយពីអាញាធរចិនបានធ្វើការបង្ក្រាបការជួញដូរអាភៀនព្រមទាំងបានរឹបអូសយកអាភៀនរាប់តោនរបស់អង់គ្លេសមកបំផ្លាញចោលដែលជាហេតុធ្វើឲ្យចក្រភពអង់គ្លេសផ្ទុះកំហឹងហើយលើកទ័ពរាប់ម៉ឺននាក់ចូលមកឈ្លានពានប្រទេសចិនក្រោយពីបានវាយប្រយុទ្ធគ្នាអស់រយៈពេល2ឆ្នាំកងទ័ពចិនត្រូវទទួលបរាជ័យហើយរាជវង្សឈិងត្រូវបង្ខំចិត្តកាត់កោះហុងកុងទៅឲ្យចក្រភពអង់គ្លេសព្រមទាំងត្រូវបើកកំពង់ផែសំខាន់ៗជាច្រើនកន្លែងឲ្យទៅអង់គ្លេសក៏ដូចជាប្រទេសលោកខាងលិចផ្សេងទៀតចូលធ្វើជំនួញដោយសេរីលើពីនេះទៅទៀតពលរដ្ឋទាំងអស់របស់លោកខាងលិចដែលរស់នៅក្នុងប្រទេសចិនលែងត្រូវស្ថិតនៅក្រោមច្បាប់ចិនទៀតហើយក៏ប៉ុន្តែត្រូវដាក់ឲ្យស្ថិតនៅក្រោមច្បាប់របស់លោកខាងលិចវិញនិយាយឲ្យចំចិនត្រូវបាត់បង់ស្ទើរតែទាំងស្រុងនៅអធិបតេយ្យភាពខាងនយោបាយពាណិជ្ជកម្មនិងនយោបាយការបរទេសរបស់ខ្លួននៅឆ្នាំ1895ចិនត្រូវបាត់បង់ទឹកដីកាន់តែច្រើនថែមទៀតក្រៅពីចាញ់សង្គ្រាមទល់នឹងជប៉ុនគឺសង្គ្រាមដណ្ដើមកាន់កាប់កូរ៉េនៅចន្លោះពីឆ្នាំ1894និងឆ្នាំ1895ក្រៅពីត្រូវដកខ្លួនចេញពីកូរ៉េចិនត្រូវបង្ខំចិត្តសងការខូចខាតដល់ជប៉ុនហើយត្រូវកាត់កោះតៃវ៉ាន់ព្រមទាំងដែនដីម៉ាន់ជូរីមួយផ្នែកទៅឲ្យជប៉ុនជាអ្នកកាន់កាប់នៅឆ្នាំ1908រាជវង្សឈិងរបស់ចិនបានធ្លាក់ចុះកាន់តែដុនដាបរោគលេខដាក់គ្មានក្រោយពីព្រះមហាក្សត្រចាស់សោយទីវង្គតហើយរាជបល្ល័ង្កត្រូវធ្លាក់ទៅក្នុងដៃរាជទាយាទដែលមានអាយុទើបតែ3ឆ្នាំគឺព្រះម្ចាស់ពូយីដែលនឹងត្រូវក្លាយទៅជាអធិរាជចុងក្រោយបង្អស់នៃអាណាចក្រចិនបរាជ័យជាបន្តបន្ទាប់នៅក្នុងសង្គ្រាមទល់នឹងបរទេសជាពិសេសបរាជ័យដ៏គួរឲ្យអាម៉ាស់ទល់នឹងជប៉ុនដែលកើតមកត្រឹមពេលនោះត្រូវបានគេចាត់ទុកថាជាគុំប្រទេសតូចមួយនោះបានធ្វើឲ្យប្រជាជនចិនកាន់តែច្រើននាំគ្នាផ្ទុះកំហឹងជាពិសេសគឺជនជាតិហានដែលជាជនជាតិភាគច្រើនយល់ថារាជវង្សឈិងរបស់ពួកម៉ាន់ជូគឺជាពួកក្បត់ជាតិលួចប្រទេសទៅឲ្យបរទេសអំពើបះបោរជាច្រើនក៏បានចាប់ផ្ដើមផ្ទុះឡើងជាបន្តបន្ទាប់ដោយខ្លះជាក្រុមបះបោរប្រឆាំងនឹងជនបរទេសហើយខ្លះទៀតគឺជាចលនាបដិវត្តដែលមានគោលដៅផ្ដួលរំលំរាជវង្សឈិងក្នុងចំណោមនោះមានចលនាបដិវត្តដ៏ធំមួយដឹកនាំដោយស៊ុនយ៉ាតសេនមានដើមកំណើតមកពីខេត្តខ្វាងតុងហើយទទួលឥទ្ធិពលនៃការអប់រំតាមបែបលោកខាងលិចស៊ុនយ៉ាតសេនបានចាក់ចេញពីប្រទេសចិនទៅរស់នៅនិងរៀនសូត្រនៅកោះហាវ៉ៃតាំងពីអាយុ13ឆ្នាំហើយក្រោយមកលោកបានក្លាយខ្លួនទៅជាគ្រីស្ទបរិស័ទនិងបានទៅរៀនសូត្ររហូតបញ្ចប់ការសិក្សាថ្នាក់វិជ្ជាបណ្ឌិតក្នុងសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះហុងកុងក៏ប៉ុន្តែស៊ុនយ៉ាតសេនមិនបានចាប់យកអាជីពជាគ្រូពេទ្យនោះទេ
ដែលងាកទៅប្រឡូកចូលក្នុងចលនាបដិវត្តន៍ក្នុងគោលជំនឿមួយថាក្តីសង្ឃឹមតែមួយគត់នៃអនាគតចិនគឺផ្ដួលរំលំរាជវង្សឈិងហើយបង្កើតរបបសាធារណរដ្ឋមួយដែលប្រកាន់យកនូវរបៀបដឹកនាំបែបប្រជាធិបតេយ្យហើយធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងបច្ចេកវិទ្យាដែលយកគំរូតាមប្រទេសលោកខាងលិចស៊ុនយ៉ាត់សេនបានបង្កើតនូវទ្រឹស្ដីនយោបាយមួយថាដើម្បីអាចក្លាយទៅជាប្រទេសរុងរឿងមួយបានចិនត្រូវតែប្រកាន់យកនូវគោលការណ៍ធំចំនួន3គឺជាតិនិយមពោលគឺប្រទេសចិនសម្រាប់ជនជាតិចិនហើយមិនមែនសម្រាប់ជនបរទេសទី2គឺប្រជាធិបតេយ្យមានន័យថាប្រជាជនគឺជាម្ចាស់អំណាចនិងទី3គឺគោលការណ៍សង្គមនិយមពោលគឺសុខុមាលភាពរបស់ប្រជាជនជាចម្បងនៅក្នុងការធ្វើបដិវត្តន៍ប្រឆាំងនឹងរាជវង្សឈិងស៊ុនយ៉ាត់សេនបានចំណាយពេលភាគច្រើនរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសជាពិសេសនៅប្រទេសជប៉ុនអង់គ្លេសនិងសហរដ្ឋអាមេរិកនៅខែតុលាឆ្នាំ1911នៅក្រុងវូឆាងក្រុមបដិវត្តន៍មួយក្រុមដែលស្និទ្ធនឹងស៊ុនយ៉ាត់សេនបាននាំគ្នាងើបឡើងបះបោរហូតវាដណ្ដើមកាន់កាប់ក្រុងវូឆាងបានទាំងមូលដំណឹងស្ដីពីជោគជ័យរបស់ក្រុមបះបោនៅវូឆាងបានលេចលឺទៅដល់តំបន់ផ្សេងៗទៀតហើយចៅហ្វាយស្រុកចៅហ្វាយខេត្តជាច្រើនផ្សេងទៀតក៏បាននាំគ្នាប្រកាសផ្ដាច់ខ្លួនឈប់ទទួលបញ្ជាពីព្រះមហាក្សត្រឈិងហើយក្នុងពេលជាមួយគ្នាកងទ័ពឈិងជាច្រើនបាននាំគ្នាផ្ដាច់ខ្លួនចុះចូលជាមួយនឹងក្រុមឧទាមបដិវត្តន៍ស្ថិតនៅក្នុងស្ថានភាពដុនដាបបែបនេះព្រះមហាក្សត្រឈិងបានតែងតាំងអតីតមេទ័ពដ៏ល្បីឈ្មោះម្នាក់គឺយុនស៊ីខាយឲ្យមកធ្វើជានាយករដ្ឋមន្ត្រីដើម្បីបង្ក្រាបក្រុមបះបោក៏ប៉ុន្តែក្រោយពីបានអំណាចក្នុងដៃហើយយុនស៊ីខាយបែរជាទៅចរចាត្រូវរើគ្នាជាមួយនឹងក្រុមបដិវត្តន៍របស់ស៊ុនយ៉ាត់សេនដើម្បីបង្ខំឲ្យស្ដេចឈិងដាក់រាជរួចហើយបង្កើតទៅជារបបសាធារណរដ្ឋមួយឡើងនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ1912ដោយយុនស៊ីខាយខ្លួនឯងផ្ទាល់គឺជាអ្នកកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនេះ